Còn nắng con đa lên bàn rồi đây. Còn có chi tới chi mau trong tay lên cháu lên. ជម្រាបសួរប្រិមិត្តទីចិត្តទីឆ្ងាយទាំងអស់គ្នាថ្ងៃនេះជួយជាមួយខ្ញុំបាទទៀតហើយថ្ងៃហ្នឹងខ្ញុំបាទក៏អត់មានបានបង្ហាញនៅវិធីសាស្ត្រដាំដំណាំអីដែរគឺថ្ងៃហ្នឹងខ្ញុំបាទបានបង្ហាញអំពីសកម្មភាពដែលខ្ញុំបាទធ្វើឬក៏ជួសជុលរទេះរុញសម្រាប់កង់គាត់យកទៅឲ្យឪក្មេងគាត់ជីចឹងណា ព្រោះឪក្មេងគាត់ឈឺយូរហើយបាទយូរខែដល់រួចទេហើយសម្រាប់ប្រទេសជីនេះក៏គាត់ទិញយូរហើយដែរបាទកូនក្មួយគាត់ទិញហើយកំងពីសុកក្រៅមកថ្លៃដែរបាទ 1000 ជាងអីបងប្អូនអញ្ចឹងទៅដល់ពេលខូចទៅគឺយើងអត់មានគ្រឿងបន្លាស់ទេមិនដឹងថានៅខ្មែរយើងមានគ្រឿងបន្លាស់អត់ទេអញ្ចឹងកងក៏យកពីផ្ទះបងហ្នឹងមកផ្ទះជើងដល់ពេលមកអញ្ចឹងទៅកងក៏សួរខ្ញុំថាស្កាយជួសជុលបានអត់ កែច្នៃបានអត់ខ្ញុំក៏ថាអត់អីអ៊ំខ្ញុំអាចជួសជុលបានតែចាំតិចខ្ញុំជក់ប្រេម្ដងសិន មានណាអស់ប្រេតែម្ដងដោះខ្ទេចបងប្អូនហើយបាទដោះខ្ទេចដោះចុះដោះឡើងមើលទៅថាអេយើងអាចកែច្នៃបានបើសិនតែយើងកំងកង់វាពីសុកក្រៅមកវាថ្លៃហើយយូរ បាទយូរខែមួយខែកន្លះឬក៏កន្លះខែអញ្ចឹងទៅហើយឥឡូវហ្នឹងកង់ឈឺយើងមិនអាចចាំយូរបានទេបាទយើងមិនអាចចាំយូរបានទេក៏សម្រាប់ចិត្តថាជួសជុលមកយើងកែច្នៃអញ្ចឹងណាប្រិមិត្តទាំងអស់គ្នាហើយខ្ញុំក៏ប្រាប់កង់ថាកង់ ទៅទិញកង់នៅផ្សារមកចាំខ្ញុំឆ្នៃឲ្យអញ្ចឹងទៅកង់ក៏សប្បាយចិត្តដែរឬសូវឆ្នៃបានក៏សប្បាយចិត្តដោយសារតែបានយកទៅឲ្យឪក្មេងគាត់ជីងព្រោះឪក្មេងគាត់ឈឺយូរខែហើយដល់ពេលឥឡូវហ្នឹងគាត់ក៏ទៅទិញកង់នឹងមកទិញកង់នឹងមកនៅផ្សារហ្នឹងណាទៅដល់សំចែកគេទៀតបាទគេអត់ចង់លក់ឲ្យទេព្រោះដោយសារ ដូចគេអត់លក់រាយអញ្ចឹងណាគេលក់អាកង់ហ្នឹងជាប់អាតេះតែម្ដងប៉ុន្តែខ្ញុំឃើញកង់ហ្នឹងគឺយើងដូចជាគេលក់រាយដែរតាប៉ុន្តែនៅនេះអត់មានអញ្ចឹងទៅកង់ក៏សុំចែកគេមកបាទចែកគ្នាធ្វើប៉ុនអញ្ចឹងណាឬអ្នកលក់ក៏ថា អត់លក់ទេអត់ចែកទេតែដល់ពេលកងក៏ប្រាប់ថាចែកទៅចែកប៉ុនចែកទៀនគ្នាទៅព្រោះដោយសារតែឪក្មេងគាត់ហ្នឹងឈឺដល់រួចទេយូរខែយូរឆ្នាំហើយអញ្ចឹងទៅអ្នកលក់ក៏នៅឃើញថាឥឡូវយើងចែកគ្នាធ្វើប៉ុនទៅក៏ដោះពីរទេសហ្នឹងយកមកលក់ឲ្យកងទៅហើយកងក៏យកមកខ្ញុំក៏សរេស្រង់កែច្នៃតាមហ្នឹងអញ្ចឹងណាប្រិមិត្ត ហើយសម្រាប់ការស្វាននេះគឺស្វានឲ្យត្រូវអាកលៈនោះបងប្អូនអាកលៈខ្ចៅរបស់វានោះព្រោះអាកង់ស៊ីនរបស់វាហ្នឹងមានកលៈហើយអានេះកង់យើងកែច្នៃគឺអត់មានកលៈទេបាទអញ្ចឹងយើងត្រូវច្នៃតាមហ្នឹងធ្វើមួយប្រិមិត្តបងប្អូនបាទហើយវីដេអូនេះចែកប៉ុនជូនបងប្អូនទាំងអស់គ្នាផងដែរបាទនេះខ្ញុំជួយធ្វើគាត់ហ្នឹងធ្វើយកប៉ុនដែរទេបាទយើងច្នៃតាំងពីព្រឹកទល់ល្ងាច នេះយើងស្មានឥឡូវហ្នឹងហើយយើងឆាបវាទៅប្រិយបិទពុកម៉ាំងបងប្អូនបាទយើងឆាបវាតិចបានហើយកុំបខំបើតើបខំចាប់ហើយអាហ្នឹងតើរលងគឺត្រូវទិញថ្មីហើយទិញថ្មីអស់លុយច្រើនទៀតហ៎បាទអញ្ចឹងទៅក៏យើងមួយអត់បខំទេមួយបាទមួយដូចអាស្ពីតវានិយាយថាមួយ បាទយើងឆាបចឹងមកប្រិមិត្តពុកម៉ាំងបងប្អូនឆាបតាមខ្ញុំចឹងមកហើយបន្ទាប់ពីយើងឆាបចោវាហើយយើងត្រូវឆាបអាសាច់កង់ហ្នឹងឲ្យវាធំតិចទៀតដើម្បីដាក់យ៉ាន់ចូលហើយយ៉ាន់ហ្នឹងគឺវត្ថុធាតុដើមពីគេមកហ្នឹងគឺវាមានកលៈមានអីចឹងទៅហើយយើងអត់អាចថាយើងទិញអាកង់យើងឆ្នៃនៅនេះដាក់ទៅត្រូវទេអត់ត្រូវទេចឹងយើងទៀមទាឲ្យយើងឆ្នៃច្រើនហើយបើនិយាយទៅរទេសនេះខ្ញុំធ្វើតាំងពីព្រឹកបាទតាំងពីព្រឹកមួយកង់ហ្នឹងបាទតាំងពីព្រឹករហូតដល់យប់ដល់ល្ងាចប្រិមិត្តបងប្អូនព្រោះកង់ក៏ទៅរកទិញកង់ចឹងណា ហើយឥឡូវហ្នឹងគឺយើងឆាបហើយយើងដំបញ្ចូលចឹងមកកុំឲ្យវារលុងពេកបងប្អូនកាលណាវារលុងពេកគឺវាខូចគុណភាពហើយឥឡូវយើងដាក់ចូលហើយបាទហើយយើងចាប់ផ្ដើមមួខ្ចៅវាចូលវិញទៅហើយសម្រាប់ប្រទេសនេះគឺអត់មានខ្ចៅគេហៅថាខ្ចៅយើងធម្មតាប្រិមិត្តបងប្អូនគឺសុទ្ធតែសោតាន់បាទសោតាន់របស់គេល្អដែរបាទប្រទេសនេះល្អដែរហ្នឹងបងប្អូនហើយដែកមមបាទក្រមេស្អាតទៀត បាទហើយចឹងទៅក៏យើងជួសជុលទៅបើយើងទុកចោលក៏ខាតលុយដដែលហ្នឹងបើកំងមករាប់ពាន់ហ្នឹងចឹងខ្ញុំក៏ឆ្នៃឲ្យគាត់បានប្រើវិញឥឡូវនេះយើងចាប់ផ្ដើមចាប់កង់ចូលវិញហើយខ្ញុំដាក់លឿនដើម្បីកុំឲ្យអស់នាទីច្រើនបាទកុំឲ្យអស់នាទីច្រើនឥឡូវយើងចាប់ផ្ដើមរឹតបញ្ចូលបាទរឹតបញ្ចូលហើយគឺឲ្យកង់ជីសាកមើលថាបានអត់បាទហើយយើងដូរកង់ទាំងពីរព្រោះកង់ខូចទាំងពីរបាទកង់ខូចទាំងពីរឥឡូវកង់គាត់បានជីហើយបាទ គាត់សប្បាយចិត្តគាត់បាទបានយកទៅឲ្យឪក្មេងជីបាទសប្បាយចិត្តគាត់ហើយ
រទេះហ្នឹងមានលឿនលឿនដែរបងប្អូនចង់ដាក់លឿនប៉ុណ្ណាក៏បានដែរតែតាមពិតទៅបងប្អូនដែលមានកាយសម្បទារឹងមាំសុខភាពល្អកុំចង់ជិះអីបាទនេះសម្រាប់តែបងពូមីងជូនវិការដែលគាត់ដាក់រួចចាស់គាត់ឈឺបាទជារីអីចឹងទៅបាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ